ចឹងនេះគេហៅPanasonic Roller ភ្លើង90 វ៉ុលភ្លើង90 វ៉ុលហ្នឹងគឺគេសម្ដៅទៅលើភ្លើងរបស់ horizontal នឹងហៅ horizontal ហើយនេះគឺអូតុងចុងចឹងសម្រាប់ Panasonic គឺមានភ្លើង90 វ៉ុលហើយនឹងភ្លើង140ហើយនឹងភ្លើង130សម្រាប់Panaslim ចឹងយើងបាននិយាយរឿង power supply រួចហើយចឹងយើងនឹងមកបង្ហាញនៅរបៀបជាក់ស្ដែងនៃ power supply ចឹង power supply ណានេះផ្នែក power supply មានដូច AC 220មានកុងតាក់មាន cell មានពុយស៊ីបអូខេចឹងទាំងនេះគេហៅថា power supply អញ្ចឹងទាក់ទងនឹងដុំឌីកាស៊ីននេះឌីកាស៊ីនណាដុំនេះដុំខ្មៅនេះគឺសម្រាប់តម្រូវបាច់គីឡូដុំឌីកាស៊ីនហើយអានេះគឺដោយរបស់ឌីកាស៊ីនដោយឌីកាស៊ីនហ្នឹងវាតម្រូវទៅលើលបំលួសដែលគេរុំនៅជុំវិញកញ្ចក់នេះលបំលួសនេះអូខេលបំលួសខាងក្នុងនេះអញ្ចឹងគេរុំនៅជុំវិញកញ្ចក់សម្រាប់ស្រូបយកកន្លដែលមិនល្អស្រូបយកកន្លដែលមិនល្អចេញអញ្ចឹងពេលដែលយើងបើកពេលយើងដោតឌុយហើយយើងអត់ដោតអាខ្សែឌីកាស៊ីននេះអញ្ចឹងទូទស្សន៍យើងមានជាប់បែកកន្លម្ដុំអញ្ចឹងឥឡូវយើងដោះឌីកាស៊ីនចេញសិនអញ្ចឹងផ្នែកតម្រង់ចរន្តគឺនេះបែកដុំឌីកាស៊ីននេះមានយ៉ូតជើង4ហើយមាន capacitor សម្រាប់ទប់នៅចរន្តអគ្គិសនីអញ្ចឹងអានេះគឺវាប្រើ transistor ដែរ auto volta នេះប្រើ auto volta transistor អញ្ចឹងវាមាន driver របស់វាដែរនេះអញ្ចឹង auto នីមួយៗតែតែមាន driver របស់វានេះ driver អញ្ចឹងអូខេ driver គ្រប់គ្រង auto volta គ្រប់គ្រងដោយយ៉ូត photo នេះយ៉ូត photo នៅខាងនេះអញ្ចឹងយ៉ូត photo នេះវាទទួលសញ្ញាបញ្ជាចេញពី IC micro នេះ IC micro អូខេអញ្ចឹងវាទទួលបញ្ជាចេញពីនឹងទៅអាហ្នឹងយើងចង់និយាយបង្ហាញវាត្រួសហើយដល់ពេលវាចេញពី auto volta ទៅមានភ្លើង90 វ៉ុលអូខេនេះភ្លើង90 វ៉ុលចេញទៅឆ្លងកាត់យ៉ូតទុកជាមួយនឹង capacitor មួយនេះហើយចូលមកដល់ជើងអូតុងចុងហើយចេញពីអូតុងចុងមកភ្លើង90 វ៉ុលហ្នឹងចូលជើងសេរបស់ horizontal នេះអូខេអញ្ចឹងនេះគឺជា auto volta អញ្ចឹង auto volta គឺចែកចាយភ្លើងដោយស្វ័យប្រវត្តិអញ្ចឹងភ្លើងដែលវាចេញគឺតាមច្រកនេះយើងមើលច្រកនេះគឺអានេះកង់ដង់ហើយអានេះកង់ដង់ភ្លើងមួយច្រកនេះដាក់22មីក្រូ50 វ៉ុលហើយអានេះគឺ25 1000មីក្រូហ្វារ៉ាត់25 វ៉ុលអញ្ចឹងភ្លើងកន្លែងនេះគឺអាចចេញ12ហើយភ្លើងកន្លែងនេះអាចចេញច្រើនព្រោះវាដាក់50អញ្ចឹងកង់ដង់នេះគឺវាដាក់200 វ៉ុលអានេះ200 វ៉ុលអញ្ចឹងភ្លើងកន្លែងនេះពួកនេះវាតែ90 វ៉ុលទេប៉ុន្តែកង់ដង់គេដាក់200អូខេអញ្ចឹងពួកនេះវាមាន SCR មាន SCR សម្រាប់ផ្ដាច់នេះទី register អញ្ចឹងណាទី register ហ្នឹងវាមានមុខងារសម្រាប់ភ្ជាប់នៅពេលដែលភ្លើងលើសពី90 វ៉ុលអញ្ចឹងអាទី register ហ្នឹងវាចាប់ផ្ដើមភ្ជាប់ដើម្បីផ្ដាច់ភ្លើងអញ្ចឹងបើគេដាក់វាសម័យទូទស្សន៍សម័យមុនគេតបប្រើវាអញ្ចឹងយើងបង្ហាញឲ្យស្គាល់ត្រួសហើយខាងនេះគឺផ្នែក vertical ភ្លើងបំរើឲ្យវា25 វ៉ុលអូខេ25 វ៉ុលអញ្ចឹងកង់ដង់វាដាក់35 វ៉ុលនេះកង់ដង់ vertical ហើយបន្ទាប់មកយើងបង្ហាញពីអានេះគឺ micro processor សម្រាប់បញ្ជាទូទស្សន៍ទាំងមូលឲ្យដំណើរការនៃ IC នេះហើយ memory នេះសម្រាប់ផ្ទុកទិន្នន័យដូចជាការសរេហើយការគ្រប់គ្រងពណ៌ការសរេ color សរេ contrast អីផ្សេងហ្នឹងណា memory នេះក្នុង memory នេះអញ្ចឹងហើយក៏សម្រាប់ថតបានតែទុកទិន្នន័យដូចជារូបភាពអីថតអីចឹងនៅលើ memory នេះទាំងអស់
ចឹងបន្ទាប់មកយើងបង្ហាញអានេះគឺផ្នែក audio គឺ ampli អានេះ ampli សំឡេងចឹង ampli សំឡេងនេះគឺភ្លើងវា12 V ដែរឃើញក៏យើងឃើញកង់ដង់នេះណាឃើញដង់25នេះភ្លើងវាបន្លោះហ្នឹងវាអាច9 V អាច12 V អីចឹងទៅនេះហើយផ្នែកនេះមានដែកនេះ IC វែងចេះគេហៅ IC Sankro IC Sankro អញ្ចឹង IC Sankro ហ្នឹងវាមានរួមទាំង Chroma Sika Matrix IC មួយយ៉ែនអីចឹងណានៅក្នុងនឹងទាំងអស់ហើយជាពិសេសហ្នឹងគឺ Sankro Vertical Sankro Hori អញ្ចឹងវានៅក្នុង IC នេះទាំងអស់ហើយជាពិសេសហ្នឹងគឺ Hori Oscillator វានៅក្នុង IC Sankro នេះឯងអញ្ចឹងបន្ទាប់មកគឺផ្នែកនេះគឺផ្នែក canal ហ្នឹងគឺមាន VL VH ហើយ VOI អញ្ចឹងទូហ្នឹងវា4 system មានប៉ាល់មាន NTN អីចឹងទៅអូខេពាក្យថា system ហ្នឹងមាន4 system អញ្ចឹងអាចប្រើប្រព័ន្ធណាក៏បានដែរអញ្ចឹងយើងបង្ហាញត្រួសប៉ុណ្ណឹងហើយយើងមកនិយាយរឿងនេះអានេះគឺហៅ video ampli អញ្ចឹងដោយវាក៏មានដូចដតគេហៅដុំស្នាប់កញ្ចក់នេះណាស្នាប់កញ្ចក់ចឹងស្នាប់កញ្ចក់នេះវានៅភ្លឺថ្លាទេអានេះគឺស្នាប់កញ្ចក់នេះដូរហើយណាដូរហើយមិនមែនបោះកំណើតវាទេណាអញ្ចឹងตัวนี้คือ transfer នេះ transfer នេះគេហៅ transfer video ampli ហើយអញ្ចឹងរូបភាពគឺវាចូលតាមជើងហើយ color ហ្នឹងវាចូលតាមជើង B អញ្ចឹងវាចូលមកកញ្ចក់គឺជើងទី3ទី4គឺសម្រាប់ filament អូខេដកវាវិញទៅអញ្ចឹងនេះគឺជាហៅសម្រាប់តម្រូវបាច់ color ដែរនេះណាសេរីពណ៌អីដែលវាអត់ចូលគ្នាអីហ្នឹងអញ្ចឹងយើងទៅរៅហើយពេលខ្លះគឺកុំសេរីវាពេលដោះហើយយើងគេមានកំនុះសម្រាប់គូចំណាំតែពេលវាខុសយើងពិបាកសេរីហើយអានេះយកដុំយកអានេះយកខាងក្រៅនេះដុំនេះមានពីផ្នែកគឺខាងក្រៅនេះលើក្រោមនេះ vertical នេះ vertical លើខាងក្រោមនេះ vertical ខាងក្រោមហើយខាងក្នុងលំខាងក្នុងនោះគឺ horizontal អញ្ចឹង vertical គឺខ្សែនេះខ្សែ3នេះហើយ hori នេះភ្លើង90 V ណានេះគឺខាងនេះមានចូលមានចេញ vertical ដូចគ្នាដែរមានចូលហើយមានចេញអូខេហើយនេះគឺខ្សែកាតូតវាសម្រាប់ដុតបំបែកអេឡិចត្រូនពេលគេណាដែលមានភ្លើងអញ្ចឹងវាដុតគ្រាប់អេឡិចត្រូនធ្វើឲ្យគ្រាប់អេឡិចត្រូនហ្នឹងគឺវាបែកមើលទៅឃើញហៅគ្រាប់ជីអញ្ចឹងបើវាមានកម្លាំងភ្លើងខ្លាំងកម្រិតវាខ្លាំងគឺគ្រាប់អេឡិចត្រូនហ្នឹងគឺល្អិតហើយបើសិនតែវាខ្សោយគ្រាប់អេឡិចត្រូនហ្នឹងរីកធំអូខេអញ្ចឹងយើងស្គាល់កន្លែងហ្នឹងហើយកន្លែងនេះមួយទៀតអានេះគឺសម្រាប់ screen ពន្លឺហើយនឹងពន្លឺមួយអានេះក្បាក់ក្រោមនេះពន្លឺវាឲ្យភ្លឺហើយអាលើនេះគឺសេរីគ្រាប់អេឡិចត្រូនអញ្ចឹងកាលណាយើងសេរីបានល្អិតគឺរូបភាពច្បាស់ល្អហើយបើសិនជាយើងសេរីអត់បានល្អិតទេនៅតែរីកគឺរូបភាពវាអត់ច្បាស់ទេអូខេអញ្ចឹងយើងបង្ហាញត្រួសប៉ុណ្ណឹងហើយយើងនឹងបង្ហាញនៅពីខាងក្រោម